ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងមកបង្ហាញអំពីរបៀបធ្វើ brick mode នៅលើ Magnetic អញ្ចឹងដើម្បីធ្វើ brick mode បានដំបូងយើងចូលទៅកាន់ brick តមកចុចពី new ហើយកន្លែងនេះយើងធ្វើការដាក់ឈ្មោះឲ្យ brick ដោយ brick ទី1របស់យើងឈ្មោះថា IT department ខ្ញុំដាក់ comment ដើម្បីឲ្យកាន់តែស្រួលចំណាំ IT department អូខេខុសកន្លែងមួយអូខេ IT department រួចចុចអូខេខ្ញុំនឹងកើត brick មួយទៀតដែលមានឈ្មោះថា accountingខ្ញុំដាក់ comment ដូចគ្នាអូខេអញ្ចឹងឥឡូវគឺយើងបានបង្កើត brick ហើយដែលយើងទៅធ្វើបន្ទាប់គឺទៅដាក់ port ចូល brick អញ្ចឹងយើងចុចពី port នេះមកហើយចុចទៅ new តាមមកយើងរើស interface អញ្ចឹងខ្ញុំយក Ethernet ទី2និង Ethernet ទី3ដាក់ចូលទៅ brick IT department ហើយ Ethernet ទី4និងទី5ខ្ញុំនឹងដាក់ចូលទៅ account អញ្ចឹងវា Ethernet ទី2យក IT department រួចចុចអូខេចុច new អូខេអញ្ចឹងនៅពេលដែលយើងដាក់ port ទី2ចូលទៅកាន់ brick វានឹងដាច់មួយផ្លែតដោយសារ port ដែលខ្ញុំដោតចូលមកទៅគឺ port ទី2អញ្ចឹងនៅពេលដាក់ទៅវាដាច់មួយផ្លែតខ្ញុំចុច cancel ទៅចូល brick វិញហើយចូល port អញ្ចឹងនេះគឺ port ទី2យើងបានដាក់ចូលហើយឥឡូវយើងទៅដាក់ port ទី3ចូល brick IT department អូខេមកដាក់ port ទី4ចូលទៅ brick accounting ហើយនឹង port ទី5ដូចគ្នាអូខេអញ្ចឹងបន្ទាប់ពីយើងដាក់ port ចូលទៅតាម brick ហើយយើងធ្វើការទៅដាក់ IP វាដោយយើងចុច IP នេះមកហើយ address វាទាំង new អញ្ចឹង IP ខ្ញុំសូមដាក់ 192.168.133.1/24 ហើយខ្ញុំរើ interface មកគឺខ្ញុំដាក់ឲ្យ IT department ចា apply អូខេខ្ញុំចុច new ម្ដងទៀតសម្រាប់ IP របស់ brick accounting ខ្ញុំសូមដាក់ 192.178.123.1/24 ខ្ញុំរើ interface ដាក់ accounting ចុច apply អូខេបិទវាសិនមកបន្ទាប់ពីបានដាក់ IP ហើយខ្ញុំនឹងធ្វើឲ្យ brick ទាំងពីរហ្នឹងវាខ្លះទៅជា DHCP server យើងចុច IP ហ្នឹងមកចុច DHCP server នេះចុច DHCP setup មក interface ខ្ញុំយក IT department ចុច next ចុច next ទៀតចុច next ទៀតអញ្ចឹងសម្រាប់កន្លែងនេះ IP គេឲ្យខ្ញុំអត់ឲ្យវាបោះពី2ទៅទេដោយសារវិញ្ញាសាគឺតម្រូវឲ្យបោះចាប់ពី51ទៅអញ្ចឹងខ្ញុំលុបពី2ខ្ញុំដាក់លេខ51ចុច next DNS 8.8.8.8 next ទៀតអញ្ចឹងសម្រាប់ list time ខ្ញុំសុំកែទៅដាក់3ម៉ោងអូខេដាក់3ម៉ោង next អញ្ចឹងនេះយើងបាន DHCP មួយហើយ interface IT department តោះមកយើងដាក់មួយទៀត DHCP setup យើងយក interface accounting next អញ្ចឹងសម្រាប់interface របស់ accounting DHCP accounting គឺខ្ញុំឲ្យវាបោះចាប់ពី101ទៅអញ្ចឹងបោះចាប់ពី101ដល់254ចុច next DNS server ចុចបូកដាក់ DNS ដូចគ្នា 8.8.8.8 ចុច next list time ដាក់3ម៉ោងដូចគ្នា next អញ្ចឹងនេះគឺហើយ DHCP អូខេអញ្ចឹង DHCP យើងបានធ្វើហើយអញ្ចឹងដើម្បីមើល IP ថា Magnetic វាបោះ IP ណាមកឲ្យយើងចុច Windows O ហើយវាថា CMD ចុច enter មកហើយ IP config នេះគឺជា IP ដែល Magnetic វាបានបោះមក192 128 133 254ហើយគឺ IP បោះចេញពី brick IT department អញ្ចឹងខ្ញុំសំដកនៅលើ Magnetic ខ្ញុំទៅដោត port ទី5អញ្ចឹងនៅពេលដែលដកទៅនៅក្នុង Winbox វានឹងដាច់ចុច try now វិញមកអូខេអញ្ចឹងដល់យើងដោតចូល port ទី5ហើយយើងនិយាយពាក្យថា IP config ដូចគ្នាអូខេនេះគឺ IP ដែល brick accounting វាបានបោះមកឲ្យនេះ192 178 223.253អញ្ចឹងគឺយើងឃើញហើយអញ្ចឹងវីដេអូមានតែប៉ុណ្ណឹងជាចុងក្រោយអរគុណលោកគ្រូនិងអរគុណអ្នកនរគ្នាដែលបានទស្សនា